បរទេសខ្ញុំខ្លាចហើយខ្ញុំខ្លាចហើយបាទបរទេសតែមកជួយយើងគេចង់បានតែប្រយោជន៍ទេបាទគេមិនបានមកជួយយើងដោយសិទ្ធិចិត្តទេគេមកជួយយើងនៅក្នុងហេតុផលផ្សេងទេគេអត់ដូចអ្វីដែលយើងគិតទេខ្ញុំឈឺចាប់ឈឺចិត្តហើយរកតែឈាមក្អួតក៏អត់មានដែរបងប្អូនអត់មានឈាមក្អួតទេវាឈឺចាប់ពេកយើងគិតថាបរទេសគេមកជួយយើងគេល្អអត់ទេអត់ល្អទេបោកយើងទេបោកយកការគ្រប់ត្របោកយក like យក share ដើម្បីមាន credit ដើម្បីមានគេឈ្មោះដើម្បីល្បីល្បាញយកគេឈ្មោះយកភាពល្បីល្បាញទាំងអស់ហ្នឹងយកទៅនិយាយជាមួយនឹងអ្នកធំដើម្បីចង់បានលុយកាក់ដើម្បីចង់បានទ្រព្យសម្បត្តិដើម្បីចង់បានឋានៈទូនាទីដើម្បីចង់បានប្រយោជន៍ទេគេមិនបានមកជួយយើងដោយសុទ្ធតែចិត្តទេបងប្អូនគាត់នៅខាងមុខយើងឬគាត់មកស្រុកយើងគាត់ធ្វើដូចជាគាត់ស្រឡាញ់ជាតិយើងគាត់ធ្វើដូចជាគាត់ល្អណាស់តែតាមពិតអត់ទេបាទគេមកដើម្បីស្វែងរកការគ្រប់គ្រងស្វែងរកភាពល្បីល្បាញដើម្បីទៅបោកប្រាស់ខ្មែរយើងនៅក្រៅប្រទេសដើម្បីទៅរកផលប្រយោជន៍ដើម្បីរកលៀបសក្ការៈយើងខ្លីបានរកលុយដើម្បីបានលុយបាទដើម្បីបានលុយហើយដើម្បីទៅមានឱកាសទៅជជែកជាមួយនឹងអ្នកធំនៅប្រទេសរបស់បុគ្គលហ្នឹងដើម្បីឲ្យគេជឿជាក់និងទុកចិត្តហើយដើម្បីគេផ្ដល់ឱកាសការងារឬក៏ផ្ដល់ជាលុយកាក់ឬក៏ផ្ដល់ជាប្រយោជន៍អីមួយឬក៏នៅពេលដែលបាន credit នឹងហើយបានគេឈ្មោះនឹងហើយទៅសហការជាមួយប្រទេសទី3ដើម្បីផ្ដល់ព័ត៌មានសម្ងាត់ព័ត៌មានផ្ទៃក្នុងពីប្រទេសរបស់យើងឲ្យទៅគេអញ្ចឹងអត់បានទេគ្រោះថ្នាក់ណាស់ជនបរទេសតែមកធ្វើជួយយើងផ្សេងវាជារឿងគ្រោះថ្នាក់ណាស់បាទអញ្ចឹងយើងពិបាកណាស់យើងមិនអាចជឿជាក់ទុកចិត្តគេបានទេទុកចិត្តគេអត់បានទេហើយបងប្អូនជួយចាំគ្នាទៅណាជួយចាំគ្នាទៅអត់មានជនបរទេសណាមួយមកជួយខ្មែរយើងពិតប្រាកដអីណាវិរៈបរោះអីអត់មានទេគឺអត់មានទេបាទគឺគេមកដើម្បីស្វែងរកការគ្រប់គ្រងហើយគេយកការគ្រប់គ្រងហ្នឹងយកទៅនិយាយជាមួយអ្នកធំដើម្បីសុំលុយដើម្បីស្វែងរកលុយដើម្បីស្វែងរកផលប្រយោជន៍ឬក៏ដើម្បីខ្លួនឯងហ្នឹងទៅជាអាវុធមួយដើម្បីមកសម្លាប់ខ្មែរតាមរយៈដែលបុគ្គលហ្នឹងទៅធ្វើការងារឲ្យប្រទេសទី3បាទហើយយកលៀបសក្ការៈយកលុយយកកាក់ធ្វើការងារឲ្យគេហើយយើងច្រឡំថាបុគ្គលហ្នឹងគឺជាវិរៈបរោះរបស់ខ្លួនតាមពិតអត់ទេជាខ្មោចជាព្រាយទេហើយយើងមិនអាចលើកស្ទួយគេទេបាទទៅលើកស្ទួយគេយើងបើកទ្វារឲ្យគេចូលក្នុងផ្ទះយើងហ្នឹងហើយដល់ពេលគេល្បីល្បាញគេផ្ទុះគេទទួលបានការគ្រប់គ្រងគេនឹងមកបំផ្លាញយើងបាទគេនឹងមកបំផ្លាញយើងបងប្អូនត្រូវចាំថាអត់មានណាមកស្មោះត្រង់អីមួយយើងទេក្រៅពីខ្មែរគ្នាឯងគ្មានទេខ្ញុំពិតជាស្វែងរកហើយខ្ញុំពិតជារកអត់ឃើញបាទខ្ញុំពិតជារកអត់ឃើញទេបងប្អូនបាទមិនមានជនបរទេសណាមួយដែលឆ្លាញ់ខ្មែរជួយខ្មែរពិតប្រាកដអត់មានទេអត់តែមកខ្ញុំតែងតែគិតថាប្រហែលជាអាចមានទីបំផុតអត់មានទេបាទអត់មានទេមានតែអ្នកចង់បំផ្លាញយើងមានតែអ្នកចូលមកស្វែងរកភាពល្បីល្បាញនិងភាពការគ្រប់គ្រងដើម្បីបានភាពល្បីល្បាញនៃការគ្រប់គ្រងហ្នឹងទៅស្វែងរកផលប្រយោជន៍បាទទៅស្វែងរកផលប្រយោជន៍ហើយប្រទេសជិតខាងយើងនឹងប្រើបុគ្គលហ្នឹងបាទឲ្យលុយឲ្យកាក់ចឹងទៅប្រើបុគ្គលហ្នឹងដើម្បីបំផ្លាញជាតិយើងបាទនឹងមកបំបែកបំបាក់នឹងមកបំបែកបំបាក់ផ្ទៃក្នុងជាតិយើងបាទនឹងមកបំបែកបំបាក់ផ្ទៃក្នុងជាតិយើងហើយបងប្អូនមិនបាច់ឆាតទៅជនបរទេសណាមួយឬក៏រំពឹងទុកថាជនបរទេសណាមួយនឹងមកជួយយើងអត់ទេហើយជនបរទេសដែលគេមានទូនាទីឋានៈពិតប្រាកដណាគេអត់មកលះលហាជួយឆ្វាទេបងប្អូនគេនឹងមកផ្លូវការបើគេនឹងមកផ្លូវការកណាតែងតែបានលើកដំកើងជនបរទេសកណាគិតថាជនបរទេសនឹងអាចជួយយើងតែអត់ទេគេមកស្វែងរកការគ្រប់គ្រងហើយគេចង់បានតែលុយទេកណាបងគេចង់បានតែលុយទេហើយបើយើងអត់ឲ្យលុយគេនឹងទៅរកប្រទេសណាដែលអាចឲ្យលុយគេហើយគេនឹងធ្វើរឿងគ្រប់យ៉ាងដើម្បីកំទេចយើងដូច្នេះកណាដឹងហើយខ្ញុំដឹងហើយថាมันមានអ្នកណាជួយខ្មែរទេมันមានអ្នកណាម្នាក់ជួយយើងដោយសិទ្ធិចិត្តទេมันមានអ្នកណាម្នាក់ចង់ជួយយើងទៅប្រកបទេគឺស្វែងរកការគ្រប់គ្រងបង្កើនអ្នកគ្រប់គ្រងដើម្បីយកការគ្រប់គ្រងហ្នឹងយកទៅរកលុយយកទៅធ្វើជាផលប្រយោជន៍ខ្លួនឯងទេចឹងសូមបដិបត្តិទៅកាន់បងប្អូនគ្រប់គ្នាសូមបងប្អូនចងចាំខ្ញុំនៅពេលដែលបានជួយជនបរទេសជាច្រើនហើយមិនមានជនបរទេសណាមួយដែលត្រឹមត្រូវជួយខ្មែរប្រកបខ្ញុំឈឺចិត្តហើយរកតែឈាមក្អួតក៏អត់មានដែរបងប្អូនអត់មានឈាមក្អួតទេវាឈឺចាប់ពេកវាសោកស្ដាយពេកបាទវាឈឺចាប់ពេកវាសោកស្ដាយពេកបាទម្ចាស់កណាទើបតែភ្ញាក់រលឹកដូចខ្មោច7ថ្ងៃ